បើទោះជាផ្កាឈូកនេះមិនបានដុះចេញពីភក់មែនតែផ្កាឈូកនេះបានដុះចេញពីបេះដូងរបស់ខ្ញុំផ្កាឈូកគឺជាផ្កាតំណាងឲ្យភាពបរិសុទ្ធភាពស្ងប់សុខនិងការរីកលូតលាស់បើទោះជាផ្កាឈូកដុះចេញពីភក់ក៏ដោយនៅក្នុងការធ្វើទានក្រមួនរូបផ្កាឈូកគឺជាម៉ូដដែលពេញនិយមបំផុតថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាអំពីការដំឡើងទានក្រមួនម៉ូដផ្កាឈូកក៏ដូចជាការចាក់ពុម្ពនៅក្នុងវីដេអូនេះផងដែរខ្ញុំកំពុងតែចាក់ពុម្ពដើម្បីយើងយកមកដាក់ក្រមួនរូបផ្កាឈូកដើម្បីកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាបន្ទាប់ពីយើងចាក់ក្រមួនចូលទៅក្នុងពុម្ពកឡយើងរងចាំវាស្ងួតសិននៅពេលដែលកឡស្ងួតត្រជាក់ដូចនៅក្នុងរូបយើងអាចមកបន្តការបកក្រឡចេញពីពុម្ពបានកឡនេះអ្នកទាំងអស់គ្នាអាចចាក់ចេញពីអ្វីក៏បានតែខ្ញុំជ្រើសរើសយកចាក់ចេញពីក្រមួនដោយសារតែខ្ញុំចង់ឲ្យទាំងក្រឡទាំងផ្កាគឺចេញពីក្រមួនឃ្មុំនិងក្រមួនសណ្ដែកទាំងអស់ដោយសារតែពុម្ពយើងមានសភាពរឹងដូចនេះការដកពុម្ពចេញពីក្រមួនរបស់យើងគឺត្រូវតែប្រយ័ត្នមែនទែនបើមិនដូចនោះទេពុម្ពរបស់យើងនឹងបាក់ដោយសារតែពុម្ពយើងមានសភាពស្ដើងបន្ទាប់ពីដកក្រមួនចេញពីពុម្ពហើយដើម្បីកុំឲ្យខាតពេលយូរខ្ញុំក៏ចាប់ផ្ដើមយកជែលចាក់ចូលដើម្បីធ្វើជាទឹកបឹងដាក់ផ្កាឈូកចូលនៅក្នុងក្រឡមួយនេះថ្ងៃនេះផងដែរខ្ញុំរៀបចំការដេគ័រជាមួយនឹងផ្កាឈូករីកជូនបងប្អូនទស្សនាសម្រាប់ការចាក់ក្រមួនរូបផ្កាឈូកនេះក៏ខ្ញុំបានបង្ហាញជូនបងប្អូនពីវីដេអូមុនផងដែរវីដេអូនេះពុកម៉ែបងប្អូននឹងឆ្ងល់ថាពុម្ពផ្កាឈូករបស់ខ្ញុំគឺធំណាស់ហើយអ្វីនៅពេលដែលខ្ញុំយកមកដាក់វីទូចដោយសារតែការតម្រូវផ្កាឈូកឲ្យត្រូវជាមួយនឹងក្រឡគឺខ្ញុំចិតពីស្រទាប់ខាងក្រោមរបស់ផ្កាឈូកនេះចេញដើម្បីឲ្យយើងដាក់ទៅមើលទៅមិនធំពេកនិងមិនទូចពេកវាសមល្មមនឹងក្រឡក្រមួនរបស់យើងមួយនេះដើម្បីដាក់ផ្កាឈូកនោះចូលសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like និងជួយចុច subscribe ម្នាក់មួយផងអរគុណសម្រាប់ការទស្សនាតាំងពីដើមវីដេអូរហូតមកដល់ចប់កុំភ្លេចជួយ share ទៅកាន់មនុស្សជាទីស្រឡាញ់ម្នាក់មួយផងណាអ្នកទាំងអស់គ្នាបាយបាយជម្រាបលាអ្នកទាំងអស់គ្នា